ពាក្យនេះយើងអានថាជាវភាពណាមិនមែនជីវភាពទេសួរ ChatGPT ឬ DeepSeek វាអត់ចេះទេជាវភាពកុំច្រឡំជាមួយជីវភាពណាជាថ្មីម្ដងទៀតបើសួរ ChatGPT ទៅវាអត់ចេះទេជាវភាពមានន័យថាមិនជាវភាពជាវភាពមានអត្ថន័យច្រើនតាមចំណងក្រមរបស់យើងទី1គឺភាពនៃសន្ទុះលបឿនដំណើរដែលលឿនរហ័សរបស់លបឿនរយៈពេលដែលស្ទុះលឿនពីកន្លែងមួយទៅកន្លែងមួយទៀតសេះនេះមានជាវភាពក្រនបើជាងសេះនោះសេះនេះមានជាវភាពក្រនបើធៀបជាមួយនឹងសេះនោះមានន័យថាវាមានលបឿនវាមានសន្ទុះពាក្យជាវភាពនេះយើងអាចប្រើបានក្នុងបរិបទផ្សេងជាច្រើនដទៃទៀតបញ្ហាសេដ្ឋកិច្ចក៏យើងប្រើបានពាក់ព័ន្ធទៅនឹងការសិក្សារៀនសូត្រការរកស៊ីចំនួនជួញដូរលក្ខណៈសុទ្ធតែអាចប្រើបានទាំងអស់ណាទី2ចំពោះលបឿនរបស់ចិត្តជាដើមក៏បានជាវភាពរបស់ចិត្តអាចប្រព្រឹត្តទៅបានសពទិសទីជាវភាពនៃសេដ្ឋកិច្ចជាតិក្នុងសម័យនេះឃើញថាបានចម្រើនប្លែកជាងសម័យមុនឧទាហរណ៍ជាវភាពនៃសេដ្ឋកិច្ចជាតិនៅក្នុងឆ្នាំ2019នៅពេលដែលជំងឺ COVID-19 បានផ្ទុះឡើងហ្នឹងមានលក្ខណៈអនុភាពមានន័យថាវាធ្លាក់ចុះទៅពួកពេល COVID រកស៊ីអីបានគ្រប់យ៉ាងទាំងអស់នៅក្នុងបរិបទដែលជំងឺ COVID ផ្ទុះខ្លាំងមែនទេហ្នឹងគឺគ្រប់យ៉ាងគឺសុទ្ធតែមានអនុភាពទាំងអស់យើងអាចប្រើពាក្យជាវភាពនឹងបានណាជាវភាពសេដ្ឋកិច្ចនៅក្នុងបរិបទ COVID មានលក្ខណៈគួរឲ្យព្រួយបារម្ភឧទាហរណ៍បាទហើយនឹងអត្ថន័យទី3កម្លាំងជំរុញពាក្យជាវភាពនោះក៏អាចមានន័យថាកម្លាំងជំរុញដែលមានសន្ទុះនៃកម្លាំងសេដ្ឋកិច្ចដែលឆ្លុះបញ្ចាំងអំពីការប្រែប្រួលឥរិយាបថទីផ្សារសកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងជំនួយណាការងារផលិតកម្មនេះអំពើនៃការផលិតនិងការវិនិយោគជាដើមចឹងវិលត្រឡប់មកវិញពាក្យជាវភាពមិនមែនជីវភាពទេកុំច្រឡំមានន័យថាភាពនៃសន្ទុះឬលបឿនឬកម្លាំងជំរុញអ្នកនរអាចប្រើប្រាស់ពាក្យនេះទៅតាមបរិបទឬក៏អាចនិយាយបានថា context ដែលខ្លួនមានបំណងចង់ប្រើប្រាស់ឥឡូវលោកគ្រូឧទាហរណ៍ថាលើជាវភាពនៃការសិក្សារៀនសូត្ររបស់កូនសិស្សខ្ញុំមានលក្ខណៈគួរឲ្យកត់សម្គាល់នេះពេលនេះអញ្ចឹងលោកគ្រូចង់សំដៅទៅលើលបឿននៃការសិក្សារៀនសូត្ររបស់កូនសិស្សខ្ញុំឧទាហរណ៍អញ្ចឹងពាក្យជាវភាពនេះមានន័យអញ្ចឹងហើយកុំច្រឡំជាមួយពាក្យថាជីវភាពណាជាភាសាអង់គ្លេសអ្នកនរអាចប្រើពាក្យ dynamic ក៏បានឬក៏បើនិយាយត្រឹមតែមកឲ្យគេយល់គឺ momentum លបឿនសន្ទុះណា Okay, what does it mean dynamic? There are several meanings over here. Number one, the first meaning, a process system characterized by constant change, activity or progress. Okay, a process or system. វាគឺជាដំណើរឬក៏ជាប្រព័ន្ធមួយ characterized by constant change ដែលយើងអាចកំណត់វាបានដោយការផ្លាស់ប្ដូរ Okay, ផ្លាស់ប្ដូរយ៉ាងជាប់លាប់ activity or progress. A dynamic economy ជាវភាពសេដ្ឋកិច្ចដែលពោពេញទៅដោយចលភាពឬក៏សេដ្ឋកិច្ចដែលពោពេញទៅដោយលបឿនដោយសន្ទុះ Okay, second definition positive in attitude and full of energy and need ideas. Okay, អានេះនិយាយពាក់ព័ន្ធនឹងមនុស្សណា Positives in attitude and full of energy and new idea មានន័យថាគឺជាឥរិយាបថមួយដែលវាពោពេញទៅដោយថាមពលហើយនឹងគំនិតថ្មី A dynamic young advertising executive A dynamic young advertising executive អត្ថន័យជា noun force that stimulate change or progress within a system or process គឺជាកម្លាំងដែលជំរុញឲ្យមានការផ្លាស់ប្ដូរឬក៏ការរីកចម្រើននៅក្នុងប្រព័ន្ធឬក៏ដំណើរការណាមួយ Evaluation is part of basic dynamic of the project Evaluation មានការវិតម្លៃ from the verb evaluate ណាការវិតម្លៃគេរៀបចំគម្រោងអីមួយគេអនុវត្តគម្រោងអីមួយគេគិតអំពី MNE stand for monitoring and evaluation ដាក់ project ណាមួយគេគិតពីអាហ្នឹងអញ្ចឹង E នេះ stand for evaluation ត្រួតពិនិត្យហើយនឹងវិតម្លៃ So evaluation is part of basic dynamic មានន័យថាការវិតម្លៃគឺជាផ្នែកមួយនៃចក្រភាពជាមូលដ្ឋាន of project នៃគម្រោងណាមួយអូខេព្រោះយើងត្រូវការដឹងថាតើគម្រោងរបស់យើងជោគជ័យអត់ឬក៏យើងពិនិត្យនឹងវិតម្លៃអញ្ចឹងគណៈយើង launch project ណាមួយយើងអត់មាន we are lacking of monitoring and evaluation mechanism we do not know for sure whether that project is successful
អត្ថន័យទី2គឺពាក់ព័ន្ធទៅនឹងមន្ត្រីទេលោកគ្រូសូមលើកឡើងទៀតណាហ្នឹងហើយអញ្ចឹងពាក្យចក្រវិភាពនេះអ្នកនរអាចប្រើពាក្យ dynamic or បើត្រឹមតែនិយាយអ្នកនរនិយាយពាក្យ momentum ក៏គេអាចស្ដាប់បានដែរប៉ុន្តែអាចទៅ dynamic នេះទៅណាហើយភាសាបារាំងគឺបើសិនណាបងអង់គ្លេស dynamic ភាសាបារាំងគឺ dynamic ហ្នឹងហើយ qui manifeste de l'énergie, de l'efficacité active et énergie en vendeur dynamique. Qui considère, deuxième définition, qui considère les phénomènes dans l'évolution dans le temps, une perspective dynamique de la langue. C'est la mission numéro 3, troisième définition, relatif à la force, au mouvement, à la dynamique. Se dit donc là caractérisé par l'énergie et le mouvement. Mình thấy trong việc chạm pi mặt nạ càng là mối để việc cầm nọt đòi tham pol hay nâng mouvement từ mục cho là rung từ mục. Numéro 5 se dit de l'aspect sous lequel on envisage les phénomènes psychiques comme résultat de la composition des forces pulsionnelles conflictuelles. Vì mình ăn từ này trả nợ này vô ta từ này thì bay từ pra cho bạn hai nhé. Ok. Relatif à la force, au mouvement, à la dynamique. Ok. Chẳng chỉ thay mà đón tiết bị tha chạm vẽ phim nhé. Này này xin chết. Mà chỉ vẽ phim thế buộc này dương cho lắm. Bị này mình du hai bên này dương ở sơ lư nhé. Này chỉ bị sang lên ở này ai phải bị dynamic French dynamique. Ok. Bonne nuit.